Bàជំរាបសួរសិស្សសានុសិស្សទាំងអស់គ្នាណាថ្ងៃនេះខ្ញុំនឹងបង្រៀនអ្នកទាំងអស់គ្នាទៅធ្វើលំហាត់ប្រតិបត្តិថ្នាក់ទី9ណាមេរៀនទី3ឲ្យយើងចូលដាក់កន្សោមខាងក្រោមជាផលគុណនៃកត្តានេះគឺជាលំហាត់ B គេឲ្យមក B ស្មើឲ្យ 3x ដក6កត្តាឲ្យ 4x ការ៉េដក1ដក 2x ដក4កត្តាឲ្យ 4x ការ៉េបូក 4x បូក1អញ្ចឹងឲ្យយើងដាក់ជាកត្តាណាអូខេឥឡូវយើងមើលនេះដាក់មកគឺស្មើយើងមើលនេះយើងមើលអានេះយើងកត្តាទី1នេះយើងអាចចាប់3ជាកត្តាសិនមកពេលចាប់3តនេះនៅសល់ x ដកឲ្យ2បាទសល់ x ដក2ហើយអានេះនៅក្នុងវងកញ្ចក់នេះអានេះយើងអាចសរសេរថាឥឡូវនេះខ្ញុំប្រើគ្នាបបាទខ្ញុំប្រើគ្នាបដើម្បីឲ្យគ្នាយើងងាយយល់ចឹងនេះយើងអាចសរសេរថាអញ្ចេះយើងអាចសរសេរថា 4x អូការ៉េហើយដកឲ្យ1ការ៉េព្រោះ1ការ៉េគឺ1ដដែលណាដកដូចគ្នាដែរអានេះយើងឃើញមាន2ដូចគ្នាចឹងយើងចាប់2យកតាមកយើងនៅសល់ x ដក2ដូចគ្នាបាទហើយអានេះខ្ញុំប្រើគ្នាបខ្ញុំសរសេរដូចគ្នាខ្ញុំសរសេរថាអានេះខ្ញុំសរសេរថា2x បើខ្ញុំចោះអូការ៉េហើយខ្ញុំដាក់ថាបូក2គុណឲ្យ 2x បាទគុណឲ្យ1ហើយបូកឲ្យ1ការ៉េខ្ញុំសរសេរអញ្ចឹងដើម្បីខ្ញុំចង់ប្រើរូបមន្តនេះណារូបមន្តa ការ៉េបូក 2ab បូកឲ្យ b ការ៉េបាទអាហ្នឹងវាស្មើនឹង a បូក b អូការ៉េបាទស្មើនឹងអញ្ចឹងយើងដាក់មកឥឡូវនេះយើងឃើញមានx ដក 2 x ដក 2ដូចគ្នាអញ្ចឹងយើងចាប់ x ដក 2ជាកតាសិនមកណាចឹងចាប់ x ដក 2ជាកតាមកបាទ x ដក 2ជាកតា x ដក 2ជាកតាមកហើយយើងដាក់អង្គាពីមកចឹងអានេះវានៅសល់3កតាឲ្យបាទនេះអានេះវាចូលរូបមន្តតម្រង់នេះa ការ៉េដក b ការ៉េអញ្ចឹងអាហ្នឹងវាស្មើនឹង a ដក b កតាឲ្យ a បូក b បាទអញ្ចឹងយើងសរសេរមកយើងបាន 2x ដក 1កតាឲ្យ 2x បូក 1បាទដែលក្នុងនោះ a យើងគឺស្មើនឹង 2x ហើយ b យើងគឺស្មើនឹង1មកចានេះយើងនៅសល់ដក 2បើយើងចាប់យក x ដក 2បាយនៅសល់ដក 2អានេះដូចគ្នាដែរវាចូលរូបមន្តខាងលើអញ្ចឹងយើងអាចសេបានថា 2x បូកឲ្យ1អូការ៉េបាទដាក់គ្នាវិញមកអញ្ចឹងយើងមើលស្មើបន្តទៀតបាទ x ដក 2សរសេរដដែលហើយនៅក្នុងភូធាមួយហ្នឹងបាទភូធាមួយហ្នឹងយើងឃើញមាននេះ2x បូក1ដូចគ្នាណានេះអានេះក៏មាន 2x បូក1អានេះក៏មាន 2x បូក1អញ្ចឹងយើងចាប់ 2x បូក1ជាកតាមួយទៀតមកបាទ 2x បូក1ជាកតាទៀតមកហើយនេះវានៅសល់អីគេយើងនៅសល់អានេះយើងដាក់គ្នាដដែលនេះវានៅសល់3កតាឲ្យ 2x ដក 1បាទ 2x ដក 1ហើយដកអានេះវានៅសល់2កតាឲ្យ 2x បូក1ទៀតបាទបូក1ទៀតដោយសារអីដោយសារធម្មតាឧទាហរណ៍ x ការ៉េអញ្ចឹងវាស្មើនឹង x គុណ x ណាអាចារ្យនេះវាដូចគ្នាដែរណា 2x បូក1អូការ៉េវាស្មើ 2x បូក1គុណ 2x បូក1ចំនួន2ដងបាទ2ដងណា
អូខេអញ្ចឹងយើងដាក់ស្មើបន្តទៀតមកយើងគុណពលាតវាចូលចានេះយើងx ដក2សរសេរដដែលហើយ 2x បូក1នេះយើងក៏សរសេរដដែលដែរចានេះយើងគុណពលាតយើងគុណ3ជាមួយនឹង 2x មកយើងបាន 6x បាទ 6x ហើយយើងគុណ3ជាមួយដក1មកយើងបានដក3ហើយដូចគ្នាដែរយើងគុណដក2ជាមួយនឹង 2x មកយើងបានដក 4x បាទដក 4x ហើយយើងគុណដក2ជាមួយនឹងបូក1យើងបានដក2បាទហើយយើងស៊ីសងទៀតមកយើងមើល x ដក2នេះយើងសេដដែលហើយ 2x បូក1នេះយើងសេដដែលអញ្ចឹងខាងនេះគឺ 6x ដក 4x ចេញនៅសល់ 2x ហើយយើងយកដក3ដកជាមួយនឹង2យើងឡើងដក5បាទនេះគឺជាចម្លើយចុងក្រោយដែលយើងដាក់ជាផលគុណកត្តាហើយណាអូខេអញ្ចឹងយើងអត់ធ្វើទៅមុខទៀតទេណា